ក្រុមបេះដូងយុវជនមនុស្សធម៌ខេត្តកំពង់ឆ្នាំងនាំយកអំណោយសប្បុរសធម៌ជួយដល់គ្រួសារខ្វះខាតនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យនាថ្ងៃច័ន្ទទី13ខែកក្កដាឆ្នាំ2026ក្រុមបេះដូងយុវជនមនុស្សធម៌ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកម៉ាក់មុតម៉ារ៉ាមីនិងលោកឆេងចិនអមដំណើរដោយលោកជាប្រុសនិងភរិយាដែលជាម្ចាស់ដីពោចែកចាយខោទឹកនោមប៉ៅប៉ៅប្រចាំខេត្តបន្ទាយមានជ័យបាននាំយកគ្រឿងឧបភោគបរិភោគភេសជ្ជៈសម្ភារៈប្រើប្រាស់និងថវិកាទៅឧបត្ថម្ភជូនគ្រួសារខ្វះខាតមួយកន្លែងដែលកំពុងរស់នៅក្នុងភូមិចក្រីឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យសកម្មភាពមនុស្សធម៌នេះទទួលបានការឧបត្ថម្ភគាំទ្រពីលោកស្រីពៅធីតានិងស្វាមីលោករិនព្រមទាំងបុត្រដែលជាកូនខ្មែររស់នៅប្រទេសអ៊ីតាលីរួមជាមួយក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅកម្ពុជាអំណោយដែលបានចែកជូនរួមមានអង្ករ100គីឡូក្រាមមី3កែសសាច់ក្រក2គីឡូក្រាមទឹកសុទ្ធ2កែនិងទឹកផ្លែឈើ1កែគ្រឿងទេស1ឈុនទឹកត្រី2ជួរនិងទឹកស៊ីអ៊ីវ2ជួរខោទឹកនោមនិងក្រដាសសើមម៉ាក់ប៉ៅប៉ៅកង់ចំនួន1គ្រឿងឧបត្ថម្ភដោយលោកជាប្រុសថវិកាចំនួន400,000 រៀលនៅក្នុងឱកាសនោះផងដែរតំណាងក្រុមការងារមនុស្សធម៌និងលោកជាប្រុសម្ចាស់ដេប៉ូខោទឹកនោមប៉ៅប៉ៅខេត្តបន្ទាយមានជ័យជាពិសេសលោកអគ្គនាយកក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅក៏បានសាកសួរសុខទុក្ខផ្ដាំផ្ញើនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្មួយប្រុសដែលទទួលបានកង់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់និងសូមកុំឲ្យបោះបង់ការសិក្សាឲ្យសោះដើម្បីកសាងអនាគតឲ្យភ្លឺស្វាងនិងជួយជ្រោមជ្រែងគ្រួសារទៅថ្ងៃមុខជាចុងបញ្ចប់ក្រុមគ្រួសារដែលទទួលបានអំណោយបានសម្ដែងនៅក្តីរំភើបរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះផ្ទាល់លោកស្រីពៅធីតានិងស្វាមីព្រមទាំងក្រុមគ្រួសារនៅប្រទេសអ៊ីតាលីជាពិសេសក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយទាន់ពេលវេលានិងបានប្រសិទ្ធពរជ័យបវរសួស្តីជូនដល់សប្បុរសជនទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិពិនៈកំបីឃ្លៀងឃ្លាតឡើយ